Ok, số đây là đặc biệt và cùng một channel bằng nhật official một đòn tiết. Ngày nay nhằm trong một chai mình lấy tip mà chẳng nốn tẹo tông từ lên keyboard chẳng á. Chẳng được xa tại keyboard nhung chụp to luôn ấy vì mình bằng ha về lộn trẻ. Dương ở cho ấy cả đó của việc long keyboard này chẳng. Bởi sân trên tao khi mình bằng ha đôi từ nâng bỏ nhóm đáy. Nhưng ai thơ tam vị thì tao này bàn. Toàn chẳng tờ 4 dương thử cho mau không Microsoft Store សិនមកបាទគឺចូលមកក្នុង Microsoft Store យើងមកហើយយើងនឹង log in ចូលធម្មតាណាបើសិនជាបងប្អូនអត់មាន account ទេបងប្អូន log in មកតែឥឡូវខ្ញុំ log in រួចរាល់ហើយតមកទៀតយើងមកដល់កន្លែង search នេះយើង search ពាក្យថា Microsoft Power Tool Microsoft Power Tool ហើយយើងវាយតែ Power Tool ទៅព្រោះដោយសារតែខ្ញុំធ្វើបដាខ្ញុំចុចដៃតែមួយជាងនេះដៃមួយជាងទៅត្រូវកាន់ម៉ៃអញ្ចឹងណាអូខេនេះគឺជា Microsoft Power Toy ច្រឡំមិនមែន Power Tool បងប្អូនអធិស្ឋាននេះគឺជា Microsoft Power Toy ដែលជាកម្មវិធីសម្រាប់សេរីទៅលើ keyboard អីទាំងអស់អញ្ចឹងណាអញ្ចឹងបងប្អូន install វាមកបន្ទាប់ពី install ហើយគឺវាចេញពី open បែបនេះគឺយើងបើកវាមកចឹងបន្ទាប់ពីបើកហើយមកដល់ផ្ទាំងបែបនេះបងប្អូនមិនបាច់ធ្វើអីទេនៅក្នុងកន្លែងនេះយើងងាកមកមើលខាងឆ្វេងនេះយើងយកពាក្យ input and output តមកយើងយកពាក្យ keyboard manager តមកយើងរកមើលពាក្យremap a key ចឹងវាមានពីរណាវាមាន remap a key ហើយនិង remap a shortcut shortcut នេះខ្ញុំអត់ទាន់បានមើលដែរថាវាដោះស្រាយទៅលើអីអញ្ចឹងយើងយកកន្លែង remap a key នេះមកចឹងបងប្អូនចេញមកដំបូងអត់ទាន់មានដូចខ្ញុំចេះទេខ្ញុំបាន set up រួចរាល់ហើយទៅលើ keyboard របស់ខ្ញុំដោយសារតែ keyboard របស់ខ្ញុំឆ្លងអក្សរ W អញ្ចឹងនៅពេលដែលខ្ញុំលុបអានេះចេញអក្សរ W នឹងចាប់ផ្ដើម load មកទាំងជួរទៀតហើយអញ្ចឹងខ្ញុំធ្វើការបិទវាអញ្ចឹងបងប្អូនធ្វើការ add key remapping នេះមកបាទយើងឃើញកន្លែងនេះគឺវាតែស្អាតអញ្ចឹងកន្លែងនេះគឺសម្រាប់យើងដាក់ key ដែលយើងជាប់ណាបានន័យថាដែល key ដែល code ដែលវា error វា load ជាប់ចុចរហូតអីចឹងណាឥឡូវយើងឧទាហរណ៍ថា key ឈ្មោះអី key O មួយចុះអញ្ចឹងពេលដែលបងប្អូនឆ្លង key O នឹងមួយអក្សរ O នឹងមួយធម្មតាពេលដែលយើងបើកទៅលើកន្លែងវាយពាក្យអក្សរអីមួយវាតែងតែ load មកចេះចឹងបើសិនជាវា load អញ្ចឹងបើបងប្អូនឆ្លងអក្សរមួយណាបងប្អូនដាក់មួយនឹងអញ្ចឹងទៅអញ្ចឹងណាអញ្ចឹងយើងដាក់ key O នេះមួយដើម្បីជាឧទាហរណ៍បងប្អូនឆ្លងអក្សរអីយើងដាក់អក្សរហ្នឹងទៅហើយវាមិនមែនមានត្រឹមតែអក្សរវាមានច្រើនវាមានទាំងនិមិត្តសញ្ញាវាមានទាំង alt control ឬក៏ shift control right control left អីចឹងណាមានច្រើនមែនតើនៅក្នុងហ្នឹងអញ្ចឹងឥឡូវយើងជាការឧទាហរណ៍យើងដាក់អក្សរ O មួយមកបន្ទាប់មកនៅខាងនេះសញ្ញាព្រមវាបាញ់មកខាងនេះយើងចុច disable វាចោលទៅអស់ទៅលើ port ឃើញពាក្យ disable យើងចុចពាក្យ disable មកអញ្ចឹង key O ហ្នឹងគឺត្រូវបានបិទហើយបានន័យថានៅលើ keyboard របស់ laptop ឬក៏ computer របស់បងប្អូនគឺត្រូវបានបិទ key អក្សរ O នឹងមួយព្រោះដោយសារ key ហ្នឹងវាឆ្លងអញ្ចឹងណាអញ្ចឹងដល់ចុចរួចរាល់អស់ហើយគឺយើងចុច OK ហើយ continue anyway អញ្ចឹងការធ្វើបែបនេះវាអត់មានប៉ះពាល់ទៅដល់ម៉ាស៊ីនកុំព្យូទ័រអីទេហើយបើសិនជាបងប្អូនចង់កែប្រែថ្ងៃក្រោយបើសិនជា key O នឹងវាលែងមានបញ្ហាអីវិញយើងអាចចូលមកលុបនៅក្នុងនឹងចេញវិញបានអញ្ចឹងណាឥឡូវយើងចុចទៅលើនេះម្ដងទៀតអញ្ចឹងខ្ញុំវាយអក្សរ O គឺវាយចេញទេឥឡូវនេះខ្ញុំកំពុងតែចុចអក្សរ O ណាខ្ញុំចុចចេញឯងហើយសួរថាកន្លែងអក្សរ O ហ្នឹងយើងអាចជំនួសទៅកន្លែងផ្សេងបានអត់អញ្ចឹងវិធីជំនួសគឺអត់ពិបាកទេយើងចូលកន្លែង remap key នឹងម្ដងទៀតមកអូខេនេះអក្សរ O វា load មកនៅលើនេះវិញហើយអានេះអាចាស់របស់ខ្ញុំដែលខ្ញុំបាន set up ទេអញ្ចឹងយើងកុំខ្វល់យើងខ្វល់តែអក្សរ O នេះមួយទេអញ្ចឹងមិញនេះគឺយើងបាន disable អក្សរ O ចោលហើយបានន័យថាយើងបិទកន្លែង key អក្សរ O នឹងចោលមួយតែម្ដងអញ្ចឹងបន្ទាប់មកយើងចង់ឲ្យអក្សរ O ហ្នឹងយើងចង់ឲ្យចុចបានវិញប៉ុន្តែយើងដាក់ជំនួសទៅនឹង key ផ្សេងវិញណាដើម្បីឲ្យយើងងាយស្រួលប្រើប្រាស់តែបើយើងបាត់អក្សរ O មួយក៏ពិបាកដែរអញ្ចឹងយើងត្រូវការ add key remapping ម្ដងទៀត
ហើយយើងចុច select ទៅលើ key មួយណាដែលយើងចង់ដាក់ឲ្យស្រួលចុចនៅពេលដែលយើងវាយ keyboard ទៅចុចអក្សរ O ចេញអញ្ចឹងណាចឹងយើងអាចមើលនៅលើ keyboard យើងបានថា key មួយណាដែលយើងមិនសូវប្រើប្រាស់យើងអាចដាក់មកអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងចុចលេខ0មួយចុះក្នុងនេះមានលេខ0អត់នេះអញ្ចឹងខ្ញុំឧទាហរណ៍ចុចលេខ0ហើយយើងជំនួសទៅដោយអក្សរ O អញ្ចឹងយើងរកអក្សរ O មកអក្សរ O នៅណានេះអក្សរ O នៅពេលដែលយើងបិទគឺយើងធ្វើបែបនេះយើងចុចអក្សរ O នៅខាងមុខនេះដើម្បីបិទចុចអក្សរ O ចុចពាក្យ disable ដើម្បីបិទkey អក្សរ O នៅពេលដែលយើងចង់ជំនួសអក្សរ O វិញយើងយកអក្សរ O មកដាក់នៅខាងស្ដាំវិញហើយយើងប្រើ key ដែលយើងចង់ជំនួសហើយខ្ញុំឧទាហរណ៍ថា key លេខ0យើងជំនួសអក្សរ O វិញអញ្ចឹងយើងធ្វើរួចរាល់ហើយយើងចុច OK continue anyway អញ្ចឹងកន្លែងនេះយើងឧទាហរណ៍ម្ដងទៀតខ្ញុំនឹងចុចលេខ0ប៉ុន្តែវាចេញអក្សរ O អញ្ចឹងបានន័យថាកន្លែងលេខ0នេះគឺបាត់ហើយបានន័យថាបាត់ key លេខ0នឹងបាត់ហើយអញ្ចឹងណាប៉ុន្តែនេះគ្រាន់ជាការឧទាហរណ៍របស់ខ្ញុំទេអញ្ចឹងបើសិនជាបងប្អូនគិតថា key មួយណាដែលបងប្អូនអត់ដែរប្រើទេយើងអាចដាក់ទៅលើ key នឹងបានអញ្ចឹងណាបងប្អូនដាក់ទៅលើ key page up ក៏បាន page down ក៏បានឬក៏អ្វីផ្សេងក៏បានដែរឥឡូវយើងដូរទៅធ្វើការដូរចេញទៀតអញ្ចឹងមកបើសិនជាបងប្អូនគិតថាលេខ0ហ្នឹងក៏បងប្អូនត្រូវប្រើប្រាស់ដែរអញ្ចឹងបងប្អូនអាចដូរទៅដាក់ key ផ្សេងទៅដូចជាឥឡូវយើងឧទាហរណ៍មួយទៅដូចជា shift right shift ខាងស្ដាំហ្នឹងបានន័យថា shift ខាងស្ដាំនៅលើ keyboard របស់យើងហ្នឹងយើងអត់សូវប្រើទេអញ្ចឹងយើងដាក់ហ្នឹងក៏បានដែរអញ្ចឹងយើងជំនួសទៅដោយ shift ខាងស្ដាំហ្នឹងពេលដែលយើងចុចវាទៅគឺវាចេញអក្សរ O មកហើយអញ្ចឹងខ្ញុំចុច OK continue anyway អញ្ចឹងកន្លែងលេខ0នេះខ្ញុំចុចទៅគឺជួយចេញលេខ0វិញហើយឥឡូវខ្ញុំសាកចុចកន្លែង shift ខាងស្ដាំហ្នឹងមើលតើវាចេញអក្សរ O អត់អូខេអញ្ចឹងវាចេញអក្សរ O ហើយប៉ុន្តែ shift ខាងស្ដាំហ្នឹងតែពេលយើងចុចច្រើនពេកវានឹងចេញsticky key អញ្ចឹងកន្លែង sticky key នេះតើយើងចុច yes គឺវា load ទៅបិទ key ទាំងអស់ចោលតែម្ដងអញ្ចឹងណាអញ្ចឹងខ្ញុំអត់ recommend ឲ្យប្រើ shift ខាងស្ដាំហ្នឹងទេបងប្អូនអាចដាក់ជំនួសជាមួយនឹង key ផ្សេងបានណាអញ្ចឹងបើសិនជាមានចម្ងល់ឬក៏បញ្ហាអីផ្សេងបងប្អូនអាចសួរបានហើយបើសិនជាកន្លែងប៊ូតុងអក្សរ O ហ្នឹងនៅលើ keyboard របស់យើងហ្នឹងគឺវាដំណើរការវិញហើយបងប្អូនអាចលុបចោលបានកន្លែងនេះណាយើងយកពាក្យធុងសម្រាប់នេះមកតែយើងមើលជួរវាដែរណាឲ្យវាចំជាមួយនឹងអ្វីដែលយើងគួរលុបបានន័យថាគឺវាមាននេះអាស្នាមនេះអញ្ចឹងមកប្រឡោះហ្នឹងគឺយើងលុបមកប្រឡោះហ្នឹងចេញទៅអូខេនៅខាងលើមួយទៀតអញ្ចឹងខាងលើនេះយើងបាន disable វាចោលហើយអញ្ចឹងបើសិនជា key អក្សរ O របស់បងប្អូនវិលត្រឡប់មកវិញអញ្ចឹងយើងលុបកន្លែងហ្នឹងចោលតែម្ដងទៅគឺវាដំណើរការវិញធម្មតានេះជាឧទាហរណ៍ចាស់របស់ខ្ញុំគឺ key W ខ្ញុំគឺវាអត់ដំណើរការទេបានន័យថាវា load ឆ្លងតែម្ដងណាវា load ឆ្លងជាប់រដឹកជាមួយគ្នាតែម្ដងអញ្ចឹងខ្ញុំបាន disable វាចោលបន្ទាប់មកខ្ញុំបង្កើតថែមមួយទៀតខ្ញុំជំនួសដោយ W ទៅកន្លែងសញ្ញាបតក់ក្បៀសបន្តិចនេះអាហ្នឹងដឹងគេហៅអីនៅចិត្តលេខ1ណាព្រោះអា key ហ្នឹងខ្ញុំមិនសូវដែរប្រើទេអញ្ចឹងខ្ញុំជំនួស W ទៅកន្លែងហ្នឹងទៅដើម្បីស្រួលពេលវាយ typing យើងអាចវាយអក្សរ W បានអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនមានចម្ងល់អីអាចសួរបាននៅក្នុង comment ខាងក្រោមបើសិនជាបងប្អូនពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច like subscribe share ដាក់សញ្ញាកណ្ដឹងផងបាទសូមអរគុណ